ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះដែរត្រូវនឹងថ្ងៃអាទិត្យទី27ខែមេសាឆ្នាំ2025នៅសាលាបឋមសិក្សាព្រៃចាស់បានប្រារព្ធនៅកម្មវិធីចែកកាដូរបស់ក្រុមសប្បុរសម៉ូតូធំនិងត្រៃ DID ក្នុងនោះដែរគឺមានការចូលរួមរបស់សំណាក់ប្រធានក្រុម DID និងក្រុមម៉ូតូធំនិងត្រៃ DID ទាំងអស់ព្រមទាំងលោកគ្រូអ្នកគ្រូនាយកសាលាគណៈកម្មការគ្រប់គ្រងសាលានិងមេដាបេដាសិស្សនិងសិស្សានុសិស្សទាំងអស់នៅក្នុងសាលាបឋមសិក្សាព្រៃចាស់ក្នុងនាមខ្ញុំជាអ្នកគ្រូបង្រៀននៅក្នុងសាលាបឋមសិក្សាព្រៃចាស់នាងខ្ញុំសូមថ្លែងអំណរអគុណដល់ប្រធានក្រុមម៉ូតូធំនិងត្រៃ DID និងក្រុមម៉ូតូធំនិងត្រៃ DID ទាំងអស់ដែលបានពំនាំនៅកាដូដ៏មានតម្លៃដើម្បីយកមកចែកដល់សិស្សានុសិស្សនៅក្នុងសាលាបឋមសិក្សាព្រៃចាស់នៅក្នុងកម្មវិធីនេះដែរគឺមានការជួបសំណេះសំណាលជាមួយនឹងលោកគ្រូអ្នកគ្រូនិងប្រធានក្រុមម៉ូតូធំនិងត្រៃ DID ព្រមទាំងមតិចូលរួមថ្លែងអំណរអគុណរបស់លោកនាយកសាលានិងលោកប្រធានភូមិផងដែរបន្ទាប់ពីការចូលរួមសំណេះសំណាលថ្លែងអំណរអគុណរបស់លោកនាយកសាលានិងលោកមេភូមិកម្មវិធីក៏បានបន្តការចែកនៅកាដូនិងសម្ភារៈមួយចំនួនទៅដល់សិស្សានុសិស្សនៅក្នុងសាលាបឋមសិក្សាព្រៃចាស់បន្ទាប់ពីការចែកសម្ភារៈសិក្សានិងកាដូទៅដល់សិស្សានុសិស្សរួចហើយក៏មានការជួបសំណេះសំណាលជាមួយនឹងអាណាព្យាបាលហើយមានជាកាដូបន្តិចបន្តួចជូនដល់អាណាព្យាបាលផងដែរជាចុងក្រោយគឺមានការថតរូបជុំគ្នាជាមួយនឹងសិស្សានុសិស្សទាំងអស់ព្រមទាំងអាណាព្យាបាលលោកគ្រូអ្នកគ្រូនិងក្រុមម៉ូតូធំរបស់ DID ផងដែរ